សួស្តីណាគ្នាឥឡូវមកដល់មេរៀនទី37ហើយវាកសបទី1តសម្រាប់អ្នកដែលមកក្រោយកុំប្រឹងមើលហើយអាចនឹងមើលវីដេអូខាងក្រៅបងអស់មកវិញហើយសម្រាប់អ្នកដែលចេះអានហើយអ្នកដែលរៀនមុនក៏មើលបន្ថែមឬក៏ថត screen ទុកទន្ទិញសម្រាប់ដែលអ្នកមិនទាន់ចេះប្រកបច្បាស់ស្ដាប់ខ្ញុំអានឲ្យតអហ្វីអ៊ីលវគ្គសប្តាហ៍ទី1គីសុកសាអាគារស្នាក់នៅរួមអាគារកន្លែងស្នាក់នៅរួមអ្នកនរគ្នានេះគីយ៉ុកមើលអក្សរទី1គីយ៉ុកដាក់ស្រៈអ៊ីស្មើនឹងអក្សរកដាក់ស្រៈអ៊ីគីអានគីយ៉ុកគីបានទេគីសុកសាស៊ីអ៊ុតដាក់ស្រៈអូនៅខាងក្រោមហើយនឹងគីយ៉ុកនៅខាងក្រោមស្មើនឹងអក្សរសដាក់ស្រៈអូនឹងអក្សរកអានជាអក្សរកដល់ចឹងសំឡេងឬក៏ភាសាកូរ៉េហ្នឹងគេអក្សរកូរ៉េហ្នឹងគេត្រូវតែប្រកបបែបហ្នឹងគឺអត់មានទៅមុខទេហ្នឹងគេប្រកបបើជាស្រៈឬក៏ព្យញ្ជនៈគឺមាន3អក្សរប្រកបចូលគ្នាតែប៉ុណ្្នឹងឯងគឺអត់មាន4អក្សរនៅជាប់គ្នាទេនេះស៊ីអ៊ុតដាក់ស្រៈអាស្មើនឹងអក្សរសដាក់ស្រៈអាគីសុកសាអាគារកន្លែងស្នាក់នៅរួមផាំងបន្ទប់ភីអឺបដាក់ស្រៈអានិងអ៊ីអឹងស្មើនឹងអក្សรงស្មើនឹងអក្សរបដាក់ស្រៈអានិងងបាំងបន្ទប់ភុកថោស្មើនឹងភីអឺបដាក់ស្រៈអូនិងកភុកធីហ្គឺតដាក់ស្រៈអូស្មើនឹងថអក្សរថដាក់ស្រៈអូថបើសំឡេងថក៏ល្អដែរភុកថោច្រកដើរច្រកផ្លូវកែដាន់ខីយកដាក់ស្រៈអែស្មើនឹងធីគឺដាក់ស្រៈអានិងនេះខាងក្រោមស្មើនឹងខែដាន់ចន្ទដើខែដាន់បើសំឡេងកូរ៉េនិយាយលឿនខេដាន់គេអានលឿនហ្នឹងសំឡេងស្រាលខេដាន់ជូរិបមូនមកឈីអឺតដាក់ស្រៈអូនិងរីអឺខាងក្រោមស្មើនឹងអក្សរឆដាក់ស្រៈអូនិងអក្សរឡខាងក្រោមហើយយើងត្រូវអានលើកជើងករណីដែលអ៊ីអឹងនៅបន្ទាប់ពីជើងរីអិលផាត់ឈីមហ្នឹងឈូរិបមូនទ្វាចិញ្ចូលអញ្ចឹងខ្ញុំបង្កប់ប៉ុណ្្នឹងឲ្យអ្នកនរគ្នាហើយឥឡូវខ្ញុំអានទៅម្ដងសេថាស៊ីលបន្ទប់បោកគក់សាវស៊ីលបន្ទប់ងូតទឹករំមេអ៊ីធឺរំមេធឺក៏បានរំមេធឺក៏បានតែយើងអានរំមេអ៊ីធឺព្រោះពាក្យហ្នឹងត្រូវអានចឹងបាត់រួមបន្ទប់ខ្វាន់លីអ៊ីនក៏បានខ្វាន់រីអ៊ីនក៏បានពាក្យហ្នឹងខ្វាន់លីអ៊ីនអ្នកគ្រប់គ្រងខ្យូឈីគឺខ្យូឈីគឺជីគីដាគោរពបទបញ្ជាច្បាប់យើងគោរពច្បាប់គេអញ្ចឹងណាខ្យូឈីគឺអគីដាមិនគោរពបញ្ជាបទបញ្ជាមិនគោរពច្បាប់ឃើញគេដាក់សញ្ញាខ្វែងនេះអញ្ចឹងមកវេយ្យាករណ៍យើងភីអ៊ឺបស៊ីដាតោះ